morning alright បរោះម្នាក់នេះគឺជានិយមន័យនៃពាក្យថាលេងសើចជាមួយនឹងជីវិត yes លេងសើចជាមួយនឹងជីវិតធ្លាប់តែលើគេនិយាយលេងដតប៉ុន្តែបរោះម្នាក់នេះគឺបង្ហាញឲ្យយើងបានដឹងហ្មងថាលេងសើចជាមួយនឹងជីវិតហ្នឹងមានន័យថាម៉េចមកឥឡូវនេះគឺថាបើនិយាយពីឆាកជីវិតរបស់គាត់គឺជាមនុស្សម្នាក់សាមញ្ញដូចតែយើងដូចតែគេដូចតែឯងដែរទេគាត់ថាអីដែលគាត់ចង់ធ្វើសម្រាប់ជីវិតរបស់គាត់ goal plan ឬក៏គម្រោងការរបស់គាត់ចង់ធ្វើនៅពេលអនាគតហ្នឹងវាងចម្លែកខុសពីមនុស្សធម្មតាដោយសារអីគេជីវិតរបស់គាត់ដែលខ្ញុំតាមដានដែលខ្ញុំស្រាវជ្រាវមកហ្នឹងគឺថាគាត់ធ្លាប់លោតពីលើបាឡុងអាពេតប៉ោងលើមេក៏លោតចុះមកខាងក្រោមដោយអត់ប្រើប្រាស់របស់ការពារឬក៏គេហៅថាឆាត់យងដែលធម្មតាតែពេលគេលោតមកគេពាក់ឆាត់យងដើម្បីឲ្យវាចោះសឹមណាប៉ុន្តែគាត់លោតអត់មានប្រើប្រាស់ឆាត់យងទេ What the heck man ហើយមួយវិញទៀតដើម្បីឲ្យសង្សាររបស់គាត់ remember ឬមួយក៏ចងចាំនៅ dating ថ្ងៃដែលពួកគាត់លក្ខណៈថាណាត់ជួបគ្នា dating អីចឹងណាដើម្បីធ្វើឲ្យអា dating ហ្នឹងខ្លាយទៅជា dating មួយដែលញ័រជើងឲ្យបាសសក់គឺថាគាត់ប្រើប្រាស់ជាមួយនឹងពេទ្យប៉ោងដាក់ទៅរោងសង្សារគាត់ជាមួយនឹងគាត់ហ្នឹងហោះឡើងទៅខាងលើ Hey, who gonna do that shit man like what the hell man មិនមានតែប៉ុណ្្នឹងបាទគឺនៅមានច្រើនបន្ថែមទៀតតែខ្ញុំនិយាយបានតែប៉ុណ្្នឹងអូមួយទៀតគឺថាគាត់ជិះម៉ូតូរបស់គាត់ហ្នឹងនៅលើស្ពានស្ដាប់ទៅគឺធម្មតាច្រើនប៉ុន្តែគាត់ជិះម៉ូតូរបស់គាត់ហ្នឹងមិនមែននៅលើស្ពានដូចយើងទេណាគឺនៅលើប្រកាន់ដៃស្ពានចេះដៃស្ពានវាមិនមានចេះគាត់ជិះពីលើហ្នឹង Oh my god និយាយទៅគឺ risky ខ្លាំងមែនតើចុងក្រោយគឺថាចូលរួមសោកស្ដាយមែនតើគឺគាត់បានទទួលមរណភាពនៅអាយុ29ឆ្នាំហើយចង់ដឹងតើមាននឹងអីទៅលើគាត់តោះឥឡូវនេះខិតមកជិតមកយើងទៅនិយាយពីគាត់ទាំងអស់គ្នាអញ្ចឹងបើនិយាយទៅគាត់មានឈ្មោះថាលោក Anti Pendicanet យ៉ាលោក Anti Pendicanet សូមហៅគាត់ថា Anti ហ្មងទៅបងអានទេលោកអានទីដែលគាត់ល្បីនឹងគឺល្បីដោយសារតែនៅពេលដែលគាត់លោតឆាត់យងលោតបាឡុងរបស់គាត់អាពេតប៉ោងដែលគេហោះឡើងទៅខាងលើហើយគេលោតចុះមកខាងក្រោមមកអាហ្នឹងគេហៅមិនដឹងហៅអីគេដឹងថាលោតបាឡុងលោតពេតប៉ោងហ្នឹងហើយធម្មតានៅពេលដែលគេលោតពេតប៉ោងពពួកបែបហ្នឹងគឺវាគ្រោះថ្នាក់ខ្លាំងមែនតើសូគឺគេត្រូវការនៅរបស់ជំនួយរបស់ការពារដើម្បីការពារដល់ពេលលោតចុះមកយើងត្រូវការឲ្យវាមានសុវត្ថិភាពមានអីអញ្ចឹងណាអញ្ចឹងគឺគេត្រូវពាក់ parachute ឬមួយក៏គេហៅថាឆាត់យងការពារពីខាងក្រោយខ្នងអីអញ្ចឹងណាជាធម្មតាគឺគេតែងតែពាក់អញ្ចឹងហើយអញ្ចឹងដល់ពេលដែលលោតមកអូយើងសប្បាយអញ្ចឹងទៅដល់ពេលចិត្តដល់យើងត្រូវបើកអាឆាត់យងហ្នឹងដើម្បីឲ្យវាចោះម្ដងទីងសឹមទៅដល់ដីឲ្យវាសុវត្ថិភាពអីអញ្ចឹងទៅក៏ប៉ុន្តែសម្រាប់លោកអានទីនេះគឺខុសពីគេតែម្ដងគាត់ចង់ធ្វើឲ្យប្លែកពីគេគឺថាគាត់បោះអាឆាត់យងដែលសម្រាប់ការពារគាត់ហ្នឹងគាត់បោះចោលហ្មងហើយគាត់លោតទៅគឺដោយអត់មានពាក់ឆាត់យងទេនិយាយទៅគឺធម្មតាដូចខ្ញុំកំពុងតែនិយាយអញ្ចឹងអត់មានរបស់ជំនួយអីសំបីតាមបន្តិចហើយមើលទៅគាត់គឺសប្បាយចិត្តឈៀលខ្លាំងមែនតើតាមម្ដងអូយពេលហ្នឹងគឺខ្ញុំភ័យបុកពោះជំនួសគាត់ខ្លាំងមែនតើហ្មងហើយតែក៏សំណាងដែរព្រោះថានៅពេលហ្នឹងនៅពេលដែលគាត់លោតចុះទៅខាងក្រោមទៅគឺមានមិត្តភក្តិរបស់គាត់ប្រហែលអ្នកលោតទៅជាមួយដែរមិនមែនគាត់លោតទៅតែឯងទេតែលោតទៅតែឯងគឺដឹងតែចប់ហើយបាទប៉ុន្តែមានមិត្តភក្តិរបស់គាត់លោតទៅជាមួយដែលមិត្តភក្តិរបស់គាត់ទាំងអស់ហ្នឹងគឺសុទ្ធតែពាក់ជាមួយនឹង parachute ឬមួយក៏ឆាត់យងដើម្បីការពារសុវត្ថិភាពរបស់ពួកគាត់ទាំងអស់អញ្ចឹងដល់ពេលដែលលោតចិត្តទៅដល់ហ្នឹងមិត្តភក្តិរបស់គាត់ក៏បានចាប់គាត់ជាប់ហើយលោតធ្លាក់ទៅដល់ដីជាមួយគ្នាអញ្ចឹងទៅយ៉ាវាជាសំណាងរបស់គាត់មួយដែរព្រោះតាមានមិត្តភក្តិរបស់គាត់នៅជាមួយអញ្ចឹងអត់អីទេគាត់ក៏បន្តនៅដំណើរដល់គ្រោះថ្នាក់របស់គាត់នៃជីវិតរបស់គាត់បន្តទៅមុខទៀតអញ្ចឹងទៅទៅមុខទៀតដល់ខែធ្នូឆ្នាំ2017គឺថាគាត់បានធ្វើការ dating ជាមួយនឹងសង្សាររបស់គាត់ហើយគាត់ចង់ធ្វើឲ្យ dating ហ្នឹងគឺគាត់ remember ចងចាំនៅក្នុងជីវិតរបស់គាត់តែម្ដងនិយាយទៅគឺ dating របស់គេធម្មតាគឺគេទៅញ៉ាំអីមួយគ្នាគេទៅដើរលេងមួយគ្នាអីចឹងណាប៉ុន្តែសម្រាប់គាត់គឺខុសប្លែកពីគេដាច់តែម្ដងខ្ញុំមិនដឹងតើសង្សាររបស់គាត់ភ័យខ្លាំងប៉ុណ្ណាទេបាទនិយាយទៅគឺគាត់មានអាបែបតងយោមួយហើយគាត់ដាក់ពេតប៉ោងអាពពួកពេតប៉ោងដែលវាហោះឡើងទៅខាងលើហើយពេតប៉ោងហ្នឹងគឺធំមែនតើដល់ទៅ40ពេតប៉ោងឯណោះគាត់ដាក់ប្រព័ន្ធចំនួនប្រព័ន្ធហ្នឹងគឺមកល្មមអាចលើកពួកគាត់ទាំងពីរនេះហោះឡើងទៅខាងលើបានហើយគាត់មាននៅកំភ្លើងមាននៅរបស់អីនៅក្នុងដៃរបស់គាត់ដើម្បីនៅពេលគាត់ហោះឡើងទៅខាងលើហ្នឹងគឺគាត់បាញ់ពេតប៉ោងហ្នឹងម្ដងមួយនៅពេលគាត់ចង់ចុះមកខាងក្រោមវិញមានន័យថាគាត់មាន40ពេតប៉ោងដែលធ្វើឲ្យគាត់ហោះអញ្ចឹងទៅគាត់ត្រូវបាញ់មួយវាចុះមកបន្តិចបាញ់មួយទៀតចុះមកបន្តិចអញ្ចឹងទៅបាញ់ទៅអស់ពេតប៉ោងដើម្បីឲ្យគាត់ធ្លាក់មកដល់ដីមានសុវត្ថិភាពអញ្ចឹងទៅហើយខ្ញុំយល់ណាអូយសង្សាររបស់គាត់មិនដឹងញាត់ឯងញាត់ជើងល្មិចទេនៅពេលហោះទៅខាងលើអូប៉ុន្តែយ៉ាងណាក៏បានហោះឡើងទៅខាងលើមេឃមើលទេសភាពក៏ស្រស់ស្អាតដែរប៉ុន្តែខ្ញុំរៀងភ័យជំនួសពួកគាត់ដែរព្រោះតែបើសិនបើគាត់បាញ់ខុសចំតែពេតប៉ោងឧទាហរណ៍បាញ់ភងទៅវាបែកទាំងអស់ហើយគឺចប់ហើយបាទអញ្ចឹងក៏សំណាងហើយក៏ខ្លាយទៅជា
day ទី1ដែលពួកគាត់តាំងពីអ្នកហ្នឹងគឺ enjoy សប្បាយចង់ចាំអស់មួយជីវិតតែម្ដងមើលទៅ risky លេងសើចជាមួយជីវិតខ្លាំងមែនទែនបាទតទៅមកទៀតទៅដល់ថ្ងៃទី1ខែមករាឆ្នាំ2019គឺថ្ងៃចូលឆ្នាំថ្មីឆ្លងឆ្នាំចូលឆ្នាំ2019ឆ្នាំថ្មីយកមកហើយឆ្នាំហ្នឹងក៏ដូចជាឆ្នាំមុនដែរគាត់តែងតែធ្វើរឿងអ្វីដែលប្លែកខុសពីឆ្នាំមុន risky ឆ្នាំមុនគាត់ធ្វើរឿងគ្រោះថ្នាក់បន្តិចចឹងទៅឆ្នាំនេះឡើងមកកម្រិតទៀតអីចឹងទៅហើយឆ្នាំនេះគឺគាត់ធ្វើរឿងច្រើនមែនទែនដូចជាជិះម៉ូតូកង់4ទៅលើវាលខ្សាច់ដែលធំជាងគេនៅលើផែនដីរបស់យើងគឺវាលខ្សាច់សាហារ៉ាជិះដើរលេងហ្មងមិនដឹងក្តៅនៅអត់ខ្វល់សំខាន់គឺគាត់សប្បាយគាត់ឈៀលអីចឹងទៅហើយមានលោតពីលើភ្នំមានជិះស្គីជិះស្គីលើទឹកកកជិះប្រហោះផងជិះលបឿនលឿនដូចព្យុះផងហើយមាន sky diving អូយទៅគឺថាគាត់ហ៊ានខ្លាំងមែនតើអា sky diving ហ្នឹងគឺលោតពីលើអាកាសមកក៏តែលើកនេះគឺគាត់ប្រើប្រាស់ជាមួយនឹងឆាត់យងគាត់អត់ចង់ risky ទៀតទេប៉ុន្តែមើលទៅគឺវាគ្រោះថ្នាក់ខ្លាំងមែនតើអីដែលគាត់ធ្វើហ្នឹងតទៅមកបន្តិចទៀតទៅដល់ខែកុម្ភៈថ្ងៃទី28ឆ្នាំ2019គឺថាវាគឺជាថ្ងៃខួបកំណើត Happy Birthday របស់គាត់អីចឹងណាប៉ុន្តែខ្ញុំចង់ថាគាត់អត់ដឹងទេថានេះហើយគឺជាខួបកំណើតចុងក្រោយនៃជីវិតរបស់គាត់បន្តទៅមុខបន្តិចទៀតទៅដល់ថ្ងៃទី26ខែឧសភាឆ្នាំ2019បានប្រហែលខែទៅមុខទៀតហ្នឹងគឺមាននៅកម្មវិធីមួយដែលគេឲ្យឈ្មោះថា Moto Crossing ឬមួយក៏ការប្រណាំងម៉ូតូដែលមានរយៈពេល3ម៉ោងប្រណាំងម៉ូតូពីណាគេឈ្នះពីណាគេចាញ់ច្រើនពពួកម៉ូតូធំបែបម៉ូតូត្រៃលក្ខណៈម៉ូតូបែបប្រហោះម៉ូតូបែបជិះលឿនអីចឹងទៅក៏ប៉ុន្តែជាអកសរខ្លាំងមែនតើគាត់ប្រណាំងហ្នឹងនៅក្នុងការប្រកួតនៃការប្រណាំងរបស់គាត់ហ្នឹងមានរយៈពេល3ម៉ោងគាត់ជិះទៅតែបានពាក់កណ្ដាលទីនៃការប្រកួតទេចៃដន្យអីគឺគាត់ lost control ម៉ូតូរបស់គាត់ហ្នឹងគឺគាត់កំពុងតែបើកហ្នឹងប៉ុន្តែបែរជាគាត់អត់អាចគ្រប់គ្រងទៅលើលំនឹងល្បឿននៃម៉ូតូរបស់គាត់បានធ្វើឲ្យម៉ូតូរបស់គាត់ហ្នឹងជិះហោះទៅបុកជាមួយនឹងដើមឈើធំមួយនៅក្បែរកន្លែងមួយហ្នឹងដូចយើងបានដឹងអញ្ចឹងម៉ូតូតែជិះលឿនខ្លាំងដូចនៅក្នុងការបណ្ណាគឺមិនមែនជិះយឺតទេជិះលឿនអញ្ចឹងនៅកាលណាតែបុកជាមួយនឹងដើមឈើបុកជាមួយនឹងអីគឺដឹងតែនេះហើយព្រោះជិះលឿនខ្លាំងមែនតើអញ្ចឹងក៏នៅពេលហ្នឹងបានបណ្ដាលឲ្យគាត់បាត់បង់ជីវិតការបុកនឹងគឺឆក់យកជីវិតរបស់គាត់នៅកន្លែងហ្នឹងតែម្ដងហើយពួកម៉ាក់របស់គាត់ទៅដល់ក៏បានឃើញសភាពម៉ូតូរបស់គាត់ហើយជាមួយនឹងគាត់ក៏នេះចឹងទៅហើយគាត់ក៏បានបាត់បង់ជីវិតតាំងពីពេលហ្នឹងមកនិយាយទៅយើងក៏អត់ដឹងថាមិនដែរព្រោះដោយសារតែនៅក្នុងជីវិតរបស់គាត់ចង់ចូលចិត្តធ្វើអីដែលរៀងប្លែករៀង risky រៀងគ្រោះថ្នាក់ចឹងដល់ពេលចឹងទៅវាពិបាកនិយាយដែរប៉ុន្តែក៏ចូលរួមលែកទុកទៅការគ្រួសាររបស់គាត់ដែលគាត់បានទទួលមរណភាពហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹង and see you guys in the next video